រដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំទិវាអនាម័យបរិស្ថានជាតិ23វិច្ឆិកាការប្រើប្រាស់គ្រឿងញៀនគឺបំផ្លាញជីវិតខ្លួនឯងក្រុមគ្រួសារនិងសង្គមជាតិឯកឧត្តមឈៀងលាក់ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមសសុពុត្រាអភិបាលខេត្តស្ទឹងត្រែងបានអញ្ជើញជាធិបតីភាពក្នុងកម្មវិធីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ23វិច្ឆិកាឆ្នាំ2025ក្រោមប្រធានបទទម្លាប់ស្អាតគ្រួសារស្អាតបរិស្ថានល្អនៅព្រឹកថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025នេះនៅមុខសាលាខេត្តស្ទឹងត្រែងដោយមានការអញ្ជើញចូលរួមដោយសមាជិកក្រុមប្រឹក្សាខេត្តលោកស្រីគណៈអភិបាលខេត្តក្រុងស្រុកនិងប្រធានអនុប្រធានមន្ត្រីអង្គភាពជុំវិញខេត្តកងកម្លាំងសិស្សានុសិស្សជាច្រើនរូបមានប្រសាសន៍ក្នុងពិធីឯកឧត្តមសសុពុត្រាអភិបាលខេត្តស្ទឹងត្រែងបានគូបញ្ជាក់ថាការចូលរួមទិវាអនាម័យបរិស្ថានជាតិ23វិច្ឆិកាគឺជាសារមួយជំរុញឲ្យកើតមាននូវសកម្មភាពធ្វើអនាម័យសម្អាតបរិស្ថានទូទាំងខេត្តស្ទឹងត្រែងដើម្បីលើកកម្ពស់តម្លៃបរិស្ថានស្អាតក្នុងនោះលោកក៏បានបញ្ជាក់ទៀតថាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងគតិបណ្ឌិតរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តនឹងថែរក្សានូវស្ថិរភាពនយោបាយសន្តិភាពសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈទូទាំងប្រទេសដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នាំឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្នុងនោះវិស័យបរិស្ថានត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះលើការការពារថែរក្សាធនធានធម្មជាតិអភិរក្សជីវៈចម្រុះគុណភាពបរិស្ថាននិងសុខភាពសាធារណៈបន្ថែមពីលើនេះឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងថាដើម្បីធានាបាននូវសោភ័ណភាពកិច្ចគាំពារសុខភាពសាធារណៈនិងបរិស្ថានចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់លើការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនឲ្យបានត្រឹមត្រូវដោយត្រូវវេចខ្ចប់និងញែកសំរាមសំណល់រឹងដែលអាចប្រើប្រាស់ឡើងវិញឬកែច្នៃត្រូវដាក់ដាច់ដោយឡែកពីសំណល់រឹងដែលត្រូវបោះចោលឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមសសុពុត្រាបានជឿជាក់ថាផ្ដើមចេញអំពីសកម្មភាពនៅពេលនេះគឺជាសារមួយជំរុញឲ្យកើតមាននូវសកម្មភាពធ្វើអនាម័យសម្អាតបរិស្ថានទូទាំងខេត្តស្ទឹងត្រែងដើម្បីលើកកម្ពស់តម្លៃបរិស្ថានស្អាតដែលធ្វើឲ្យខេត្តស្ទឹងត្រែងគ្មានសំរាមរាយប៉ាយនៅតាមដងផ្លូវទីសាធារណៈនិងសួនច្បាររួមចំណែកធ្វើឲ្យខេត្តស្អាតមានសោភ័ណភាពស្រស់បំព្រងនិងមានផាសុកភាព